សេចក្តីសុខផ្លូវចិត្តដែលមនុស្សជាច្រើនប្រាថ្នាថ្ងៃនេះខ្ញុំចង់សួរអ្នកទាំងអស់គ្នាមួយសំណួរតើសេចក្តីសុខពិតគឺមកពីលុយច្រើនឬមកពីចិត្តដែលស្ងប់ស្ងាត់មានពេលខ្លះយើងមិនបានឈ្នះរង្វាន់អ្វីទេប៉ុន្តែចិត្តវិញហាក់បីដូចកំពុងតែទទួលបានរង្វាន់ដ៏សម្បើមបំផុតមួយសម្រាប់ខ្ញុំជាមនុស្សសាមញ្ញម្នាក់មិនសូវចេះប្រកាន់ច្រើនទៅណាមកណាក៏អាចរីករាយជាមួយមនុស្សជុំវិញខ្លួនបានគ្រប់កលៈទេសៈជីវភាពគ្រួសារខ្ញុំមិនមែនជាអ្នកមានអ្វីទាំងអស់តែខ្ញុំអាចនិយាយបានថាខ្ញុំរស់នៅជាមួយភាពសុខសាន្តដោយមិនចាំបាច់មានអ្វីល្អឥតខ្ចោះថ្ងៃនេះចិត្តខ្ញុំស្កប់ស្កល់ណាស់ដល់ថ្នាក់ខ្ញុំមានអារម្មណ៍ថាដូចជាកំពុងតែទទួលបានរង្វាន់ដ៏សម្បើមមួយទោះបីខ្ញុំមិនដឹងច្បាស់ថាមកពីអ្វីក៏ដោយប្រហែលមកពីខ្ញុំមានគ្រួសារពេញបរិបូរណ៍មានការងារល្អមានកូនប្រុសកូនស្រីដ៏គួរឲ្យស្រឡាញ់មានឪពុកម្ដាយដែលស្រឡាញ់ខ្ញុំមានបងប្អូនល្អមានមិត្តភក្តិល្អនិងមិត្តរួមការងារល្អពេលខ្ញុំគិតអំពីរឿងទាំងនេះខ្ញុំស្រាប់តែយល់ថានេះហើយជាឋានសួគ៌លើផែនដីសម្រាប់ខ្ញុំមិនមែនឋានសួគ៌ដែលមានផ្ទះធំឬឡានថ្លៃប៉ុន្តែជាឋានសួគ៌ដែលមានមនុស្សដែលយើងស្រឡាញ់និងស្រឡាញ់យើងវិញមនុស្សជាច្រើនកំពុងតែរត់តាមសេចក្តីសុខដោយគិតថាពេលមានលុយច្រើនឬបានតំណែងខ្ពស់ទើបមានសុខភាពផ្លូវចិត្តល្អតែខ្ញុំរៀនបានមេរៀនមួយថាសេចក្តីសុខពិតមិនមកពីអ្វីដែលយើងកាន់កាប់ទេវាមកពីរបៀបដែលយើងមើលទៅលើអ្វីដែលយើងមានបើថ្ងៃណាមួយអ្នកមានអារម្មណ៍ថាជីវិតធ្ងន់ពេកសូមសាក់លបងឈប់មួយភ្លែតហើយសួរខ្លួនឯងថាតើមានអ្វីខ្លះដែលខ្ញុំគួរតែអរគុណនៅថ្ងៃនេះប្រហែលអ្នកនឹងរកឃើញថាសេចក្តីសុខមិនឆ្ងាយពីអ្នកឡើយវានៅក្នុងចិត្តអ្នកតាំងពីដើមមកហើយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់បទពិសោធន៍តូចមួយពីខ្ញុំថ្ងៃនេះសូមឲ្យអ្នកទាំងអស់គ្នារកឃើញឋានសួគ៌លើផែនដីរបស់ខ្លួនឯងផងដែរកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំផងដើម្បីផ្ដល់ឱកាសឲ្យខ្ញុំបានចែករំលែកបទពិសោធន៍របស់ខ្ញុំបន្តទៀតសូមអរគុណ